គ្នាមក unboxing ថោប៉ៅមួយខ្ញុំទាំងអស់គ្នាជាមួយនឹង អានេះហើយជាមួយនឹងអានេះហើយបងប្អូនគ្នាអូខេចឹងដំបូងគេខ្ញុំនឹងមកបើកអាទូមុនទេខ្ញុំបាក់ហើយចឹងខ្ញុំនឹងអត់គ្នានឹងគេអូអានេះកំពុងភ្លើងអ្នកគ្នាដោយសាររបស់ខ្ញុំម្ចាស់ខ្ញុំមានដែរតែទូជាងនេះហើយខ្លីចឹងហ្នឹងអានេះលយណាមកវគ្គថ្មីនេះគេដូរដូចគេប្រើ Type C វិញហើយមានតែឆក់នេះមួយមានជើងដ្រូនចេះមួយស្រួលពេលខ្ញុំមេកាប់ទៅខ្ជិលញញ៉ៃអញ្ចឹងណាហើយរបស់បន្ទាប់ហ្នឹងគឺខ្ញុំបានទិញមកពី Media អ្នកគ្នាបែរជាស្គាល់នៅខ្មែរយើងក៏មានដែរតែដោយសារទិញពីចិនមករៀងទូថ្លៃជាងខ្ញុំទិញពីចិនមកអញ្ចឹងរបស់ទី2ហ្នឹងគឺឆ្នាំងអ៊ុតដោយសារខ្ញុំអត់មានឆ្នាំងអ៊ុតកៅអៅទេអញ្ចឹងដូចកៅអៅអ្នកគ្នាឃើញអញ្ចឹងចាស្រីតែដែរចេះអ៊ុតកៅអៅចេះអីខ្ញុំសម្រាប់ចិត្តទិញឆ្នាំងអ៊ុតនេះមួយខ្ជូតហ្នឹងខ្ជូតឲ្យវាខ្ជូតអញ្ចឹងណានេះកាច់បានដល់អ្នកគ្នាអូគេបវល់ sorry ហើយចំហាយទឹកចែកចឹងណាអីគេមានកន្លែងដាក់ទឹកនេះយ៉ាអត់ទី3ចឹងនេះខ្ញុំទិញមកពី Media ដែរ sorry អ្នកគ្នាស្អាតចិត្តខាងខ្ញុំរៀងធ្វើអីខ្ញុំតាមខ្លាំងអូខេចូលដល់របស់ទី3អូអានេះឆ្នាំងបាយអ្នកគ្នាខ្ជុះខ្លាំងណាស់មានវេខោទៀត使用说明书សភៅណែនាំពីរបៀបប្រើប្រាស់ហើយយើងមានជាមួយនឹងឆ្នាំងបាយដូចមែនតើខ្ញុំចង់បានអានឹងយូរហើយតែខ្ញុំអត់ហ៊ានទិញខ្ជូតណាស់អ្នកគ្នា let's see មកតែអ្នកគ្នាមើលហើយចឹងដូចមែនតើប៉ុន្តែដៃប៉ុន្តែខ្ញុំចឹងអានេះអីគុកមិត្តភក្តិអីត្រូវឲ្យគេរត់រឿងអីតិចទៀតចឹងមកសូយឥឡូវយើងមកមើលខាងក្នុងវាថាមិនខ្លះចុចអាលើនេះបាក់ចេះណាខ្ជូតណាស់ឃើញអត់ចឹងវាមានមួយប្រាប់វងអង្គមួយនេះប្រាប់វងអង្គហើយឆ្នាំងដាក់អត់ខ្សែដូចដាក់បាយហើយនឹងកូនឆ្នាំងទូចបាត់អត់ឲ្យខ្ជូតខ្លាំងណាស់អ្នកគ្នាអានេះខ្ញុំដាំញ៉ាំម្នាក់ឯងខ្ជូតណាស់ខ្ញុំបានទៅមួយខាងគាត់មិនខ្ញុំជួយចិត្តប្រើហើយខ្ញុំនឹងយកអានេះមកលក់ឲ្យទាំងអស់គ្នាដែរហើយជំនួសចាស់ដល់ធ្មេញចឹងអ្នកគ្នាខ្ញុំធ្មេញខ្ញុំសធ្មេញខ្ញុំស្អាតអីហ្នឹងណាចានេះខាងគាត់ខ្ញុំទិញម្ដងមកកែអញ្ចឹងខ្ញុំចង់ចែកឲ្យទាំងអស់គ្នាប្រើដែរអញ្ចឹងណាមានអានេះមួយហើយនឹងអានេះចឹងខ្ញុំនឹងនិយាយប្រាប់ទាំងអស់គ្នាថាពីនេះវាខុសគ្នាមិនចាំខ្ញុំធ្វើវីដេអូផ្សេងទៀតអូខេអ្នកគ្នាចឹងឥឡូវនេះយើងចូលដល់អីបានក្រោយគេមែនទេតែអានេះជាប្រភេទកូនម៉ាស៊ីនព្រីងដោយសារតែកន្លែងធ្វើការខ្ញុំហ្នឹងគេខ្វះម៉ាស៊ីនព្រីងចឹងខ្ញុំត្រូវការយកម៉ាស៊ីនព្រីងតូចមួយទៀតដើម្បីធ្វើថែមនៅកន្លែងខ្ញុំចឹងអានេះនិយាយជាលក្ខណៈម៉ាស៊ីនតូចចែកអ្នកគ្នាអញ្ចឹងខ្ញុំអត់បានហាយបង្ហាញអ្នកគ្នាមើលទេដោយសារខ្ញុំត្រូវយកទៅកន្លែងធ្វើការរបស់ខ្ញុំអញ្ចឹងខ្ញុំខ្ជិលវាមាន free ជាមួយអត់ free នេះគាត់លុយមួយនឹងដុំព្រីងចែកខ្ញុំខ្ជិលទិញនៅខ្មែរអ្នកគ្នាឲ្យគេដាក់មកម៉ាស៊ីនទៅមកសូយ៉ាស្នងគ្នាវីដេអូ unboxing ខ្ញុំមានប៉ុណ្្នឹងទេសង្ឃឹមថាអ្នកគ្នាចូលចិត្តហើយអ្នកគ្នាមើលបានខ្ញុំ show behind the scene ឲ្យអ្នកគ្នាមើលចាអីបានតែខ្ញុំរើមិននេះញ៉ៃខ្លាំងណាស់ឃើញអត់ behind the scene